បាទជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel សុជាសេរីជាថ្មីថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយក្នុងការចម្លែកទៅកាន់បងប្អូនទាំងគ្នាក្នុងការប្រើប្រាស់ទូរស័ព្ទនៅពេលបច្ចុប្បន្ននេះនឹងទូលំទូលាយក្នុងការប្រើប្រាស់នៅក្នុងការទំនាក់ទំនងឬការប្រើប្រាស់នៅក្នុងបណ្ដាញសង្គមផ្សេងៗការប្រើប្រាស់របស់យើងនេះដែរគឺយើងមិនបានចាប់អារម្មណ៍ទេនៅក្នុងការថែរក្សាឲ្យមានគុណភាពល្អអូខេនៅថ្ងៃនេះខ្ញុំមានចំណុចខ្លះៗដើម្បីចែករំលែកទៅកាន់បងប្អូនទាំងគ្នាក្នុងការថែរក្សាថ្មទូរស័ព្ទ iPhone ដើម្បីកាត់ភ្លើងបានយូរផងដែរអូខេនៅក្នុងការថែរក្សានេះដែរគឺយើងគឺមាន3ចំណុចនៅក្នុងចំណុចទី1ក្នុងការប្រើប្រាស់ទូរស័ព្ទការបញ្ចូលថ្មគឺយើងមិនគួរបញ្ចូលឲ្យលើសពី80 ទៅ 90% នោះទេហើយក៏យើងមិនគួរបញ្ចូលថ្មទុកចោលពេញមួយយប់នោះដែរពួកការទុកចោលនេះគឺធ្វើឲ្យថ្មចូលលើសអ្វីដែលវាកំណត់ហើយជាមួយហេតុមួយដែរដែលធ្វើឲ្យថ្មដែលប្រើប្រាស់មិនបានយូរចំណុចទី2បងប្អូនចូលមកកាន់ setting បន្តមកទៀតបងប្អូនចូលជ្រើសរើសរកពាក្យ privacy and setting បន្តមកទៀតបងប្អូនរកពាក្យ location service អូខេបន្ទាប់ពីបងប្អូនចូលនៅក្នុង location service ហើយបងប្អូន scroll មកខាងក្រោមរកពាក្យ system service អូខេបន្ទាប់ពីយើងចូលនៅក្នុង system service មកបងប្អូនអូសមកខាងក្រោមយើងឃើញមានចំណុច2ដែលបើកគឺ iPhone Analytics ហើយនិង Routing and Traffic អញ្ចឹងបងប្អូនបិទពីចំណុចនេះចោលទៅព្រោះចំណុចនេះយើងមិនត្រូវការចាំបាច់ក្នុងការប្រើប្រាស់ទេអូខេបន្ទាប់ពីយើងចុចបិទហើយយើងថយមកក្រោយវិញឥឡូវនេះយើងចូលមកក្នុងចំណុចទី3ដែលយើងត្រូវចូលទៅកំណត់ទីតាំងមួយទៀតគឺ General អូខេបន្ទាប់ពីបងប្អូនចុចទៅលើ General ហើយបងប្អូន scroll មកខាងក្រោមដើម្បីស្វែងរកពាក្យអូខេ background app refresh អូខេបងប្អូនឃើញនៅក្នុងចំណុចនេះគឺ app របស់យើងគឺបើកដំណើរការអញ្ចឹងទៅទៅនឹងថ្មរបស់ទូរស័ព្ទរបស់យើងគឺត្រូវការប្រើប្រាស់ច្រើនអូខេនេះជាចំណុចមួយដែរដែលយើងប្រើប្រាស់ទូរស័ព្ទគឺថ្មទូរស័ព្ទគឺឆាប់អស់ភ្លើងដោយសារអី app នេះដំណើរការដោយសារយើងមិនបានប្រើប្រាស់តលតែសោះអូខេបងប្អូនចុចលើពាក្យ off មកគឺយើងបិទទៅលើកម្មវិធីទាំងអស់ហ្នឹងអូខេបន្ទាប់ពីយើងបិទទៅហើយគឺទូរស័ព្ទបងប្អូននឹងមានដំណើរការល្អហើយកាន់ភ្លើងបានយូរជាងមុនសម្រាប់ការចូលចិត្តនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមបងប្អូនជួយ Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ